ត្រីមួយក្បាលវាដេកស្លាប់ដោយមិនដឹងមូលហេតុហើយមិនដឹងថាស្លាប់ពីពេលណានោះទេដោយរាងកាយរបស់វាហើមស្អុយនឹងរៀបនឹងផ្ទុះប៉ុន្តែដោយសារស្បែកខាងក្រៅរបស់វាស្វិតធ្វើឲ្យសារធាតុមេតានដែលនៅខាងក្នុងពោះរបស់វាពិបាកក្នុងការផ្ទុះបន្ទាប់មកមានបរិសុទ្ធ2នាក់គាត់បានចូលទៅជួយដោយម្នាក់ជាអ្នកថតនិងម្នាក់ទៀតកាន់កាំបិតចូលទៅជាស្បែកដំរីដើម្បីឲ្យសារធាតុមេតានដែលនៅក្នុងខ្លួនរបស់ដំរីឆាប់ផ្ទុះចេញមកប៉ុន្តែដោយសារស្បែកដំរីក្រាស់ពេកនិងមានច្រើនស្រទាប់ធ្វើឲ្យបរិសុទ្ធម្នាក់នោះចំណាយពេលយូរក្នុងការបំផ្ទុះពោះដំរីឲ្យវាផ្ទុះមុននឹងផ្ទុះបរិសុទ្ធដែលកាន់កាមេរ៉ាគាត់បានឈរពីមុខពោះដំរីនៅពេលដែលពោះដំរីផ្ទុះចេញលាមកនឹងក្លិនស្អុយចំបរិសុទ្ធម្នាក់នោះអ្នកទាំងអស់គ្នាស្រមៃមើលថាក្លិនទាំងនោះវាស្អុយប៉ុណ្ណាដង្កូវតូចស្លីមនេះមើលទៅដូចជាញញួរអញ្ចឹងហើយដង្កូវក្បាលញញួរនេះគឺគួរឲ្យចាប់អារម្មណ៍ណាស់ដោយសារតែរូបរាងរបស់វាអ្នកទាំងអស់គ្នាមើលក្បាលវាឲ្យជិតឃើញរាងក្បាលញញួររបស់វារាបស្មើដង្កូវក្បាលញញួរនេះមិនមានច្រើនទេនៅលើផែនដីនេះប្រសិនបើយើងចង់រកវាក៏ពិបាកដែរប៉ុន្តែពួកវាចូលចិត្តរស់នៅក្នុងសួនផ្កានិងដីសើមពួកវាមានផាសុកភាពបំផុតនៅតំបន់ត្រូពិកប៉ុន្តែពួកវាអាចរស់នៅបាននៅកន្លែងដូចជាផ្ទះកញ្ចក់និងដីសើមសួនច្បារនេះជាផ្នែកមួយដែលគួរឲ្យខ្លាចដែរដង្កូវញញួរនេះស៊ីសាច់ជាអាហារពួកវាចេញរកស៊ីនៅពេលយប់តាមប្រមាញ់សត្វដង្កូវទឹកអ្នកទាំងអស់គ្នាឆ្ងល់អត់ថាតើពួកវាស៊ីសត្វដែលធំជាងពួកវាដោយរបៀបណាពួកវាចម្លើយនោះគឺពួកវាសម្រក់ទឹកលំអិលពិសេសដែលធ្វើឲ្យសត្វដែលជាចំណីរបស់វាជាប់គាំងបន្ទាប់មកវាពង្រីកបំពង់ចំណីដើម្បីរំលាយអាហារនិងស្រូបយកជីលកាដង្កូវទឹកនៅពេលវាឃើញចំណីឆ្នោតចម្រុះពណ៌ដែលអ្នកទាំងអស់គ្នាឃើញលើដង្កូវញញួរពួកវាកំពុងតែគំរាមដល់សត្វដទៃទៀតពួកវាបញ្ចេញទឹកលំអិលដល់អាក្រក់ដែលមានរសជាតិគួរឲ្យខ្លាចដូច្នេះសត្វដែលឃើញវាភាគច្រើនគឺមិននៅជិតវានោះទេបើសម្រាប់មនុស្សយើងវិញវាអាចធ្វើឲ្យស្បែករបស់យើងរលាកប្រសិនបើយើងប៉ះវាចំពោះដង្កូវក្បាលញញួរនេះគឺខ្ញុំមិនដែលបានឃើញវាពីមុនមកទេនៅប្រទេសកម្ពុជាយើងនេះគឺជាប្រភេទត្រីម្យ៉ាងដែលវាចូលចិត្តប្រមូលសម្បកខ្យងឈ្មោះរបស់វាគឺ Coleopterosis letlet ប៉ុន្តែ admin សូមហៅវាថា letlet បានហើយកាលណាវាប្រមូលសម្បកខ្យងកាន់តែច្រើនតែចិត្តត្រីញីមករកវាកាន់តែលឿនហើយត្រីឈ្មោះមួយនេះគឺវាប្រឹងប្រែងប្រមូលសម្បកខ្យងឲ្យបានកាន់តែច្រើនប៉ុន្តែដោយសារអ្នកជិតខាងរបស់វាមានពំនូកខ្យងតិចជាងធ្វើឲ្យវាពិបាកទាក់ចិត្តត្រីញីហើយ letlet មិនដឹងថាមានអ្នកជិតខាងជាចោរនោះទេនៅពេលវាចេញទៅស្វែងរកសម្បកខ្យងអ្នកជិតខាងរបស់វាចូលទៅលួចសម្បកខ្យងមួយគ្រាប់ដោយលែតជាត្រីឧស្សាហ៍វាបានប្រមូលសម្បកខ្យងបានយ៉ាងច្រើនដូច្នេះហើយវាមិនបានដឹងថាមានអ្នកលួចនោះទេហើយអ្នកជិតខាងរបស់វាលួចម្ដងហើយម្ដងទៀតតតែវាបានសម្បកសមល្មមទៅវាឈប់លួចសម្បកខ្យងដែលពួកវាប្រមូលមិនសម្រាប់តែបង្ហាញទៅលើត្រីញីនោះទេគឺមានអត្ថប្រយោជន៍សម្រាប់ត្រីញីធ្វើជារោងសម្រាប់រស់នៅទាំងពីរនាក់បាននិយាយជារួមដូចជាផ្ទះរបស់វាអញ្ចឹងលែតគឺជាត្រីដែលឧស្សាហ៍វាបានរកសម្បកខ្យងគប់ចិត្តស្រីរបស់វាតតែបានខ្លាំងជាង admin ទៅទៀតចូលអ្នកទាំងអស់គ្នាមានអីគប់ចិត្តហានីរបស់អ្នកទាំងអស់គ្នាហើយឬនៅប្រយ័ត្នចាញ់លែតស្រមោចមួយនេះវាមានក្បាលខុសពីស្រមោចដទៃទៀតអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាហេតុអ្វីវាមានក្បាលបែបហ្នឹងវាមានឈ្មោះថាស្រមោចក្បាលទ្វារហើយពួកវាប្រើក្បាលខ្លួនឯងធ្វើជាទ្វារនិងខែលការពារស្រមោចទាំងនេះរស់នៅខ្ពស់នៅលើចុងដើមឈើស្រមោចទាំងនេះប្រឈមនឹងការគំរាមកំហែងឥតឈប់ឈរពីសត្វដូចជាសត្វស្វាសត្វពីងពីងនិងពួកស្រមោចផ្សេងទៀតនៅពេលបញ្ហាកើតឡើងក្រុមជំនាញនៃទាហានស្រមោចលះបង់ខ្លួនឯងដើម្បីការពារក្រុមរបស់ពួកវាឲ្យមានសុវត្ថិភាពពេលជួបគ្រោះថ្នាក់ស្រមោចទាហានទាំងនេះប្រើក្បាលសំប៉ែតរបស់ពួកវាដើម្បីបង្កើតរបាំងការពារមិនឲ្យសត្រូវចូលទៅក្នុងរូងរបស់ពួកវាបានពួកវាធ្វើការជាវេនឆ្លាស់វេនគ្នាយាមច្រកចូលដើម្បីធានាសុវត្ថិភាពដល់ក្រុមរបស់ពួកវាពេលមានគ្រោះថ្នាក់ស្រមោចមួយក្រុមទៅយាមនិងប្រយុទ្ធស្រមោចដែលនៅសល់ធ្វើកិច្ចការរបស់ពួកគេដូចជាមើលថែពងការរកចំណីការថែទាំកូនឬធ្វើកិច្ចការប្រចាំថ្ងៃសកម្មភាពទាំងអស់នេះវាជាការបង្ហាញដ៏គួរឲ្យកត់សម្គាល់នៃការសហការគ្នាជាក្រុមនិងការលះបង់ស្រមោចនីមួយៗមានតួនាទីដើរតួក្នុងប្រព័ន្ធជាក្រុមដ៏ស្មុគស្មាញនេះបង្កើនការការពារដ៏ខ្លាំងក្លាប្រឆាំងនឹងគ្រោះថ្នាក់ប្រើយុទ្ធសាស្ត្រពិសេសដើម្បីការពារសុវត្ថិភាពរបស់ក្រុមពួកវាអ្វីដែលខ្ញុំកត់សម្គាល់ទៅលើស្រមោចនេះបានគឺវាចេះចែកវេនគ្នាឆ្លាស់គ្នាការពារសុវត្ថិភាពធ្វើការងារជាក្រុមចូលអ្នកទាំងអស់គ្នាមានកត់សម្គាល់ថាស្រមោចនេះវាមានអ្វីពិសេសខ្លះសត្វដ៏គួរឲ្យខ្លាចមួយនេះវាជាសត្វប៉ារ៉ាស៊ីតដែលមានរាប់លានក្បាលនៅក្នុងមហាសមុទ្រវាមានឈ្មោះថា lamprey ពេលវាពង្រីកមាត់របស់វាធំជាងខ្លួនរបស់វាទៅទៀតវាបង្ហាញធ្មេញដ៏អាក្រក់ដែលដុះជារង្វង់នៅលើជួរដេកនៃធ្មេញមុតស្រួចរបស់វាគឺគួរឲ្យខ្លាចខ្លាំងណាស់ក្នុងវីដេអូនេះគឺมันមានបំណងបំភ័យឲ្យអ្នកទាំងអស់គ្នាខ្លាចនៅពេលចុះទៅលេងសមុទ្រនោះទេខ្ញុំគ្រាន់តែចង់បង្ហាញភាវៈចម្លែកៗដែលមាន
ជីវិតរស់នៅក្នុងមហាសមុទ្រតែប៉ុណ្ណោះវាខាំត្រីដោយប្រើធ្មេញដ៏មុតស្រួចធ្វើឲ្យត្រីមានរបួសធ្ងន់ឬស្លាប់តែម្ដងមើលទៅអាក្រក់គួរឲ្យខ្លាចខ្លាំងណាស់ជាធម្មតា lamprey វាតែងតែបឺតឈាមត្រីដែលពួកវាបានឃើញគឺពុំងាយរួចខ្លួននោះទេ lamprey មិនត្រឹមតែគួរឲ្យខ្លាចប៉ុណ្ណោះនោះទេវាថែមទាំងជាសត្វដែលអ្នកនេសាទមិនចង់ជួបវាផងដែរពួកវាសម្បូររស់នៅក្នុងមហាសមុទ្រ Great Lake តំបន់អាមេរិកខាងជើងពួកវាបានជាប់ឈ្មោះជាសត្វដែលបានសម្លាប់ត្រីសាម៉ុននិង trout ជាច្រើនក្បាលរៀងរាល់ឆ្នាំពួកវាមាន38ប្រភេទទៅតាមជម្រៅទឹកដែលពួកវារស់នៅសត្វដែលគួរឲ្យខ្លាចមួយនេះសូមបងប្អូនប្រុងប្រយ័ត្នពួកវារស់នៅក្នុងទន្លេនិងមហាសមុទ្រប៉ុន្តែបើនៅប្រទេសខ្មែរខ្ញុំមិនច្បាស់ថាវាមានច្រើនឬក៏អត់នោះទេប៉ុន្តែប្រសិនបើបងប្អូនធ្លាប់ជួបនៅក្នុងសមុទ្រខ្មែររបស់យើងសូមខមមិនចែករំលែកនៅខាងក្រោម